សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមក review ទូរស័ព្ទពីរដើម iPhone 11 Pro Max ម្ដើមតម្លៃ265ម្ដើមទៀតតម្លៃ245អ្នកទាំងអស់គ្នាចង់ដឹងអត់ថាមូលហេតុអីបានតម្លៃនឹងខុសគ្នាតោះម្ដើមនេះផងដែរ$265មួយដើមនេះ$245អញ្ចឹងអានេះ265វាមានចំនួន G វា 256G ហើយនេះ 64G ចឹងយើងទៅមើលគ្រឿងក្នុងវាមើលការថតរបស់វាច្បាស់អត់អូខេច្បាស់យ៉ាចឹងយើងទៅមើលខាច់វាថាតាមវាដើរស្រួលអត់ចឹងណាចឹងយើងអស់វាមកបើសិនជាកម្មវិធីហ្នឹងវាជាប់នឹងដៃយើងពេលដែលយើងអស់វាទៅបានន័យថាវាអត់មានដាច់ surface ណាមួយទេឬក៏អេក្រង់ណាដាច់ចឹងណាគឺខាច់វាល្អដើរស្រួលធម្មតាអូខេអញ្ចឹងបន្ទាប់យើងទៅមើលសំឡេងលើធម្មតាណាអូខេអញ្ចឹងយើងចុចទៅមើលប៊ូតុងខាងគៀននេះថាតើវាមានឡូតសញ្ញាកណ្ដុរកណ្ដឹងនេះដើរអត់ចឹងណាបើវាអត់ដើរបានន័យថាវាអត់មានលំញ័រឯងអូខេហើយយើងទៅមើលមាន scan មាន Face ID អត់ចឹងអូខេអាហ្នឹងមាន Face ID ណាស្មោះវាប្រហែលភាគរយស្មោះវា84%អូខេចឹងអានេះតម្លៃ$265ចឹងសម្រាប់អានេះផងដែរសម្រាប់អានេះតម្លៃ$245 64G អញ្ចឹងវាខុស memory គ្នាណាអានេះ256អានេះ64អញ្ចឹងយើងមើលខាងគ្រឿងក្នុងវាណាអញ្ចឹងយើងទៅមើលថ្មវាប្រហែលភាគរយ 100% មាន scan អត់មាន scan ណាអូខេមានទាំង scan មានទាំងដាក់លេខកូដណាអូខេអញ្ចឹងយើងទៅមើលសំឡេងដើរស្រួលធម្មតាអត់អូខេអញ្ចឹងខាងគៀននេះដើរញ័រធម្មតាណាអូខេអេក្រង់ Zen ហើយមើលថាច់លេខចុចបានគ្រប់លេខអត់ចឹងណាហើយយើងអូកម្មវិធីអូខេចឹងដើរធម្មតាហើយយើងមើលថតហ្មង